ខ្ញុំបាទខ្ញុំចេញចម្រើនជានិស្សិតរៀនឆ្នាំទី2ផ្នែកអក្សរសាស្ត្រអង់គ្លេសសប្តាហ៍នេះខ្ញុំពិតជាមានការលំបាកយ៉ាងខ្លាំងនៅក្នុងជីវភាពប្រចាំថ្ងៃនៅក្នុងការសិក្សាបាទសប្តាហ៍នេះខ្ញុំបានមើលឃើញថាការដឹកនាំរបស់រាជរដ្ឋាភិបាលសប្តាហ៍នេះដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាគឺគ្របដណ្ដប់ដោយអង្គើពុករលួយហើយអង្គើពុករលួយនោះគឺវាមិនអាចបង្កើតឲ្យប្រទេសកម្ពុជាយើងមានភាពរីកចម្រើនបានទេហើយទៅយ៉ាងវិញទៀតគណៈបកប្រជាជនគឺគាត់គ្មានសមត្ថភាពក្នុងការបង្កើតវិស័យការងារហើយម្យ៉ាងទៀតផងដែរវិស័យអប់រំរបស់ប្រទេសកម្ពុជាយើងគឺពិតជាអន់ថយយ៉ាងខ្លាំងជាងប្រទេសជិតខាងយ៉ាងមួយទៀតគឺដែលខ្ញុំរៀនចប់នេះគឺមិនអាចរកការងារបានធ្វើទេហើយខ្ញុំសម្រេចចិត្តធ្វើការផ្លាស់ប្ដូររដ្ឋាភិបាលសប្តាហ៍នេះដែលដឹកនាំដោយគណៈបកប្រជាជនហើយខ្ញុំបានសម្រេចចិត្តធ្វើការគ្រប់គ្រងគណៈបកសង្គ្រោះជាតិដែលដឹកនាំដោយលោកប្រធានសំរងស៊ីហើយខ្ញុំសង្ឃឹមថានៅពេលដែលលោកប្រធានសំរងស៊ីគាត់បានខ្លាយជានាយករដ្ឋមន្ត្រីគាត់នឹងលុបបំបាត់នៅអំពើពុករលួយបង្កើតវិស័យការងារហើយធ្វើឲ្យវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាយើងនេះរីកចម្រើនកាន់តែប្រសើរឡើងដូចនៅប្រទេសជិតខាងនៅពេលដែលគូនិស្សិតដូចជាលោកខ្ញុំរៀនចប់អាចរកការងារបានធ្វើនេះសូមអរគុណខ្ញុំគ្រប់គ្រងតាមចម្រើនទាំងស្រុងហើយក៏ខ្ញុំក៏ចង់ផ្លាស់ប្ដូរមេដឹកនាំណាស់ដែរហើយខ្ញុំចង់បានមេដឹកនាំថ្មីដែលដឹកនាំដោយលោកប្រធានសំរងស៊ីដែលគាត់មានសមត្ថភាពនិងមានលទ្ធភាពក្នុងការបំបត្តិអំពើពុករលួយហើយនឹងលើកស្ទួយវិស័យអប់រំហើយនឹងពង្រីកនៅវិស័យការងារនៅក្នុងប្រទេសកម្ពុជាឲ្យប្រសើរឡើងសូមអរគុណ